អ្វីដែលពិសេសពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មីនេះគឺជាពិធីមួយដែល unique សម្រាប់តែប្រជាជនកម្ពុជាប្រជាជននៅក្នុងតំបន់អាស៊ានយើងឬក៏នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះមិនមានប្រទេសណាដែលមានពិធីផ្ទេរតំណែងទេវតានេះទេនេះគឺជាស្នាដៃមួយដ៏កម្រសូមគោរពនឹងជម្រាបសួរបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពរាល់ដងបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំនឹងតាមរយៈព័ត៌មានពាក់ព័ន្ធជាមួយនឹងបញ្ហាចំនួនព្រំដែនកម្ពុជាថៃក៏ប៉ុន្តែនៅក្នុងថ្ងៃនេះរៀងប្លែកបន្តិចដោយសារតែយើងគៀកជាមួយនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងផងខ្ញុំក៏ចង់បបួលបងប្អូនមកគិតរឿងមួយរឿងនោះគឺពាក់ព័ន្ធជាមួយនឹងពិធីបុណ្យចូលឆ្នាំខ្មែររបស់យើងរាល់ដងបងប្អូនប្រហែលជាធ្លាប់ឃើញហើយថានៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរយើងតែងមានពិធីមួយគឺពិធីទទួលទេវតាឆ្នាំថ្មីពិធីនេះគឺយើងតែងតែឃើញនៅតាមទូរទស្សន៍ជាតិកម្ពុជាហើយទូរទស្សន៍ដទៃទៀតហ្នឹងគឺយកបន្តដើម្បីយកទៅផ្សាយមានន័យថាកម្មវិធីផ្ទេរតំណែងទេវតាឆ្នាំថ្មីនេះគឺជាកម្មវិធីមួយដែលមានសារៈសំខាន់មែនទែនសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅក្នុងពិធីបុណ្យចូលឆ្នាំពិធីផ្ទេរតំណែងនេះគឺកើតឡើងដំបូងគេបំផុតនោះគឺមិនទាន់បានចេញជារូបរាងតាមរយៈទូរទស្សន៍ជាតិកម្ពុជាទេដំបូងឡើយគេប្រពធ្វើនោះត្រឹមតែជាសម្លេងតាមរយៈវិទ្យុជាតិអ៊ំពូមីងយើងដែលលោកនៅចំនួនឆ្នាំកំឡុងឆ្នាំ90ដំបូងហ្នឹងគឺយើងឮសូរការផ្ទេរតំណែងនេះគឺជាការផ្ទេរតំណែងជារបៀបលក្ខណៈដូចជារឿងព្រេងនិទានជាលក្ខណៈសត្វផ្ទេរពីសត្វមួយទៅសត្វមួយពេលនោះមិនទាន់មានការរៀបចំឲ្យទៅជាការផ្ទេរតំណែងជាលក្ខណៈរូបភាពជាវីដេអូនៅតាមកញ្ចក់ទូរទស្សន៍ទេកម្មវិធីផ្ទេរតំណែងនេះគឺជាកម្មវិធីមួយដែលជាគំនិតផ្ដួចផ្ដើមដំបូងគេបំផុតហ្នឹងគឺបោះលោកជំទាវចន្ទធីលោកជំទាវបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងព័ត៌មានលោកជាអ្នកផ្ដើមគំនិតនៅក្នុងការប្រារព្ធធ្វើនៅពិធីនេះមុនគេបំផុតដើម្បីអបអរសាទរនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងរហូតមកដល់ពេលនេះគឺមិនក្រោម40ឆ្នាំទេដែលពិធីផ្ទេរតំណែងនេះគឺតែងតែប្រារព្ធធ្វើទៅជារៀងរាល់ឆ្នាំហើយมันអាចនឹងមិនធ្វើទេអ្វីដែលខ្ញុំចង់លើកយកនឹងបបួលបងប្អូនយកមកពិចារណាទាំងអស់គ្នានោះគឺខ្ញុំចង់គិតថាតើនេះគឺជាទំនៀមមួយដែលយើងគួរតែរៀបចំចុះបញ្ជីបើសិនជាយើងមិនទាន់អាចចុះបញ្ជីជាបេតិកភណ្ឌអរូបីនៅក្នុងអង្គការ UNESCO ទេយើងក៏អាចចុះបញ្ជីជាបេតិកភណ្ឌជាតិនៅក្នុងក្រសួងវប្បធម៌នេះបានដែរឬទេព្រោះនេះគឺជាទំនៀមទម្លាប់មួយដែលផុសចេញអំពីបុព្វបុរសខ្មែរនៅក្នុងជំនាន់នេះហើយនឹងបន្តទៅជំនាន់ក្រោយៗទៀតត្រឹម20ឆ្នាំ30ឆ្នាំ40ឆ្នាំ50ឆ្នាំឬ100ឆ្នាំទៀតនេះគឺជាស្នាដៃមួយដែលយើងបង្កើតឡើងដោយខ្លួនឯងក្នុងកំឡុងប្រហែលឆ្នាំចុងក្រោយនេះនៅខាងប្រទេសថៃហ្នឹងក៏ឃើញចាប់ផ្ដើមមានចម្លងរបៀបនៃការធ្វើពិធីផ្ទេរតំណែងនេះនៅតាមទីកន្លែងសាធារណៈផ្សេងៗនៅក្នុងប្រទេសថៃដែរខ្ញុំគិតថាមិនយូរទេបើសិនបើយើងមិនរៀបចំចងក្រងប្រវត្តិតាន់លោកជំទាវលោកនៅមានបច្ចុប្បន្ននៅឡើយទេហើយអ្នកដែលបានរៀបចំធ្វើកិច្ចការងារនេះផលិតរួមគ្នាជាមួយលោកជំទាវនោះក៏មានអ្នកខ្លះហ្នឹងលោកបានបាត់បង់ជីវិតទៅហើយដូចជាអាយដាមកែសុជាតិអាយដាមកែសុជាតិហ្នឹងលោកក៏ជាអ្នកដែលបានចូលរួមនៅក្នុងការធ្វើកិច្ចការងារនេះយ៉ាងសស្រាក់សស្រាំជាមួយនឹងលោកជំទាវហើយនឹងមានក្រុមការងារជាច្រើនទៀតនៅក្នុងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជារួមទាំងខ្ញុំផងពីមុនហ្នឹងខ្ញុំជាមន្ត្រីនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានៃក្រសួងព័ត៌មានហើយខ្ញុំបានចូលរួមធ្វើដោយផ្ទាល់ជាមួយនឹងកិច្ចការងារនៅក្នុងពិធីផ្ទេរតំណែងនេះប្រហែលជា10ឆ្នាំជាង10ឆ្នាំដែរដូច្នេះហើយយើងនៅមានឯកសាររស់យើងនៅមានទឹកតាំងជាច្រើនដែលយើងអាចប្រមូលផ្ដុំចងក្រងទំនៀមទម្លាប់មួយនេះឲ្យទៅជាទំនៀមទម្លាប់ខ្មែរដើម្បីឲ្យកូនចៅជំនាន់ក្រោយអាចយល់ដឹងអំពីប្រភពដើមច្បាស់លាស់អំពីពិធីផ្ទេរតំណែងអ្វីដែលពិសេសពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មីនេះគឺជាពិធីមួយដែល unique សម្រាប់តែប្រជាជនកម្ពុជាប្រជាជននៅក្នុងតំបន់អាស៊ានយើងឬក៏នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះមិនមាន
ប្រទេសណាដែលមានពិធីទេតំណែងទេវតានេះទេនេះគឺជាស្នាដៃមួយដ៏កម្រដូច្នេះហើយខ្ញុំចង់បបួលបងប្អូនទាំងអស់គ្នាជួយគិតទាំងអស់គ្នាមើលថាតើយើងគួរតែចងក្រងឬក៏សុំឲ្យក្រសួងវប្បធម៌បើលោកមានក្រុមការងារអាចចុះមកសិក្សាផ្ទាល់ជាមួយនឹងលោកជំទាវដើម្បីយើងចងក្រងជាប្រវត្តិហើយយើងតាក់តែងឲ្យទៅជាក្បួនច្បាប់មួយសម្រាប់កូនចៅជំនាន់ក្រោយនឹងអាចអនុវត្តបន្តនៅទំនៀមនេះកុំឲ្យបាត់បង់ដូច្នេះសូមបងប្អូនដែលមាននៅមតិយោបល់សូមចូលរួមទាំងអស់គ្នានៅក្នុង comment ទាំងអស់គ្នានេះឬក៏ជួយ share វីដេអូនេះឲ្យបានច្រើនដើម្បីឲ្យអាចមានគំនិតផុសផុលនៅក្នុងការគ្រប់គ្រងស្នាដៃមួយនេះ